រឿងអាចកំបាំងដង្ខៅខ្មោចឆ្នាំ1965នៅដើមឆ្នាំ1965ក្នុងស្រុកមួយនៃខេត្តបាត់ដំបងមានដង្ខៅម្នាក់ឈ្មោះដង្ខៅហួនគាត់ជាអ្នកមានមាសប្រាក់វ៉លៀនមានដីស្រែរាប់រយហិកតានិងមានផ្ទះឈើធំស្កឹមស្កៃសង់តាមបែបបារាំងខ្មែរប៉ុន្តែអ្វីដែលចម្លែកគឺដង្ខៅហួនមិនដែលចេញក្រៅផ្ទះនៅពេលថ្ងៃត្រង់ឬពេលមានពន្លឺថ្ងៃខ្លាំងឡើយហើយភរិយារបស់គាត់ក៏បានស្លាប់បាត់បង់ជីវិតដោយអាចកំបាំងជាច្រើនឆ្នាំមកហើយព្រឹត្តិការណ៍ចម្លែករៀងរាល់យប់ថ្ងៃសេលអ្នកភូមិតែងតែសម្លេងរទេះគោបយឺតចូលទៅក្នុងភូមិគ្រឹះរបស់ដង្ខៅប៉ុន្តែអ្នកបរទេសទាំងនោះមានសភាពស្លេកស្លាំងភ្នែកសលេកលាក់និងមិនដែលនិយាយរកអ្នកណាម្នាក់ឡើយអ្នកភូមិខ្សឹបខ្សៀវគ្នាថាដង្ខៅហួនបានប្រើធម៌មន្តអាគមខ្មៅដើម្បីហៅខ្មោចឲ្យមកធ្វើការឲ្យខ្លួនដើម្បីដោះដូរនឹងភាពមានបានរឿងពិតដែលបានកើតឡើងមានយុវជនម្នាក់ឈ្មោះបូលដែលជាអ្នកស៊ីឈ្នួលខ្វៀលគោឲ្យដង្ខៅបានលួចចូលទៅក្នុងឃ្លាំងស្រូវនៅយប់មួយព្រោះចង់ដឹងពីអាចកំបាំងនៃមាសប្រាក់របស់ដង្ខៅនៅពេលកណ្ដាលអាធ្រាត្របូលបានឃើញដង្ខៅហួនដើរចូលទៅក្នុងឃ្លាំងរួចសូត្រមន្តវិជ្ជាម្យ៉ាងភ្លាមនោះស្រាប់តែមានមនុស្សម្នាជាច្រើនស្លៀកពាក់ខោអាវចាស់ដាច់ដោចសម្លៀកបំពាក់អ្នកស្រែសម័យ60ងើបចេញពីក្រោមដីមកជួយជញ្ជូនស្រូវនិងរាប់ប្រាក់ឲ្យដង្ខៅយ៉ាងស្ងៀមស្ងាត់បំផុតអ្វីដែលរន្ធត់បំផុតនោះគឺបូលបានក្រឡេកឃើញក្នុងចំណោមខ្មោចទាំងនោះមានទាំងប្រពន្ធរបស់ដង្ខៅហួនដែលស្លាប់ទៅនោះផងដែរនាងកំពុងអង្គុយបោសសម្អាតផ្ទះទាំងទឹកភ្នែកឈាមស្រក់តក់ទីបញ្ចប់នៃដង្ខៅមិនយូរប៉ុន្មានក្នុងឆ្នាំ1965នោះឯងផ្ទះដង្ខៅហួនត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅដោយគ្មានមូលហេតុអ្នកភូមិព្យាយាមជួយពន្លត់ប៉ុន្តែពួកគេឃើញដង្ខៅហួនឈរនៅកណ្ដាលភ្លើងសាច់យ៉ាងក្រហាយខណៈដែលវិញ្ញាណខ្មោចរាប់សិបនាក់កំពុងព័ទ្ធជុំវិញខ្លួនគាត់ចាប់តាំងពីពេលនោះមកភូមិគ្រឹះនោះបានក្លាយជាកន្លែងរហោឋានដែលគេតែងតែឃើញពន្លឺចង្គៀងផ្លុងនិងងឺសំឡេងរទេះគោដែលនៅពេលយប់ស្ងាត់ក្រោយពីភូមិគ្រឹះរបស់ដង្ខៅហួនត្រូវភ្លើងឆេះខ្ទេចខ្ទីអ្នកភូមិគិតថារឿងរ៉ាវអាចកំបាំងទាំងអស់ត្រូវបានបញ្ចប់ទៅហើយប៉ុន្តែពួកគេគិតខុសស្រឡះទោះបីជាផ្ទះធំត្រូវឆេះអស់ក៏ដោយប៉ុន្តែឃ្លាំងស្រូវនិងបន្ទប់ក្រោមដីដែលដង្ខៅហួនធ្លាប់ប្រើសម្រាប់ធ្វើពិធីសូត្រមន្តនៅតែមានសភាពដើមដដែលហាក់ដូចជាមានអំណាចអ្វីម្យ៉ាងការពារវាមិនឲ្យភ្លើងឆេះការវិលត្រឡប់របស់ដង្ខៅខ្មោចប៉ុន្មានខែក្រោយមកអ្នកភូមិចាប់ផ្ដើមមើលសម្លេងចម្លែកចេញពីតំបន់ភូមិគ្រឹះដែលឆេះនោះនៅពេលយប់ស្ងាត់គេតែងតែសម្លេងដង្ខៅហួនសូត្រមន្តយ៉ាងក្រហមនិងសម្លេងខ្មោចស្រីយំសោកយ៉ាងខ្លោចផ្សាអ្វីដែលរន្ធត់បំផុតនោះគឺគេតែងតែឃើញស្រមោលរបស់ដង្ខៅហួនដើរព័ទ្ធជុំវិញឃ្លាំងស្រូវហាក់ដូចជាកំពុងយាមកាមទ្រព្យសម្បត្តិរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ជោគវាសនារបស់បូលយុវជនបូលដែលជាអ្នកខ្វៀលគោបានធ្លាក់ខ្លួនឈឺជាទម្ងន់បន្ទាប់ពីបានឃើញព្រឹត្តិការណ៍រន្ធត់នោះគាត់តែងតែយកសັບឃើញដង្ខៅហួនមកច្របាច់កហើយគំរាមថានឹងសម្លាប់គាត់ប្រសិនបើគាត់ហាមាត់និយាយរឿងអាចកំបាំងប្រាប់អ្នកដទៃបុលបានក្លាយជាមនុស្សឈួតវង្វេងដែលយំផងសាច់ផងនៅតាមផ្លូវភូមិហើយជួនកាលគេឃើញគាត់អង្គុយសូត្រមន្តតិចដូចដង្ខៅហួនដែរទីបញ្ចប់នៃអាចកំបាំងដើម្បីបញ្ចប់សោកនាដកម្មនេះចៅអធិការវត្តដែលមានមន្តអាគមខ្លាំងពូកែម្នាក់បានសម្រេចចិត្តចុះមកធ្វើពិធីរំដោះវិញ្ញាណខ្មោចនៅភូមិគ្រឹះនោះលោកបានសូត្រមន្តនិងធ្វើពិធីបូជាដើម្បីឲ្យវិញ្ញាណខ្មោចទាំងឡាយបានទៅចាប់ជាតិជាថ្មីក្នុងអំឡុងពេលធ្វើពិធីអ្នកភូមិឃើញមានផ្សែងខ្មៅហុយចេញពីឃ្លាំងស្រូវហើយយីសំឡេងខ្មោចយំជាចុងក្រោយមុននឹងបាត់ឈឹងទៅវិញចាប់តាំងពីពេលនោះមកភូមិគ្រឹះរបស់ដង្ខៅហួនបានក្លាយជាកន្លែងស្ងប់ស្ងាត់ប៉ុន្តែអ្នកភូមិនៅតែមានភាពភ័យខ្លាចនិងមិនហ៊ានដើរកាត់តំបន់នោះនៅពេលយប់ឡើយព្រោះពួកគេជឿថាព្រលឹងរបស់ដង្ខៅហួននៅតែវិលវល់នៅទីនោះដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួនរហូតដល់ថ្ងៃអវសាននៃពិភពលោកសាច់រឿងនេះបង្ហាញពីជំនឿលើខផលកម្មគឺនឹងអំណាចនៃមន្តអាគមខ្មៅយ៉ាងច្បាស់ការលោភលន់និងការប្រើប្រាស់អំណាចមិនត្រឹមត្រូវតែងតែនាំមកនូវសោកនាដកម្មទោះបីជាចៅអធិការវត្តបានធ្វើពិធីរំដោះវិញ្ញាណខ្មោចដែលរងគ្រោះដោយមន្តអាគមរបស់ដង្ខៅហួនក៏ដោយប៉ុន្តែព្រលឹងដ៏ខ្មៅងឹតរបស់ដង្ខៅហួនខ្លួនឯងហាក់ដូចជាមានអំណាចខ្លាំងពេកមិនអាចរំដោះបានស្រួលឡើយលោកគ្រូចៅអធិការបានមានសង្កេតការថាព្រលឹងរបស់ដង្ខៅហួនបានជាប់ជំពាក់នឹងទ្រព្យសម្បត្តិនិងឃ្លាំងស្រូវយ៉ាងខ្លាំងរហូតដល់មិនអាចលះបង់វាបានផលវិបាកដែលនៅសេសសល់1ឃ្លាំងស្រូវដែលគ្មានអ្នកហ៊ានប៉ះពាល់ឃ្លាំងស្រូវដែលមិនត្រូវភ្លើងឆេះនោះបានក្លាយជាកន្លែងហាមឃាត់អ្នកភូមិជឿថាប្រសិនបើអ្នកណាម្នាក់ហ៊ានលួចយកស្រូវចេញពីឃ្លាំងនោះពួកគេនឹងត្រូវបណ្ដាសារបស់ដង្ខៅហួនសម្លាប់
មានរឿងនិទានថាមានក្រុមចៅមួយក្រុមព្យាយាមចូលទៅលួចស្រូវនៅយប់មួយប៉ុន្តែពួកគេត្រូវបានគេហៅថាបាត់បង់ជីវិតដោយអាចកំបាំងនៅខាងក្នុងឃ្លាំងហាក់ដូចជាត្រូវបានអ្វីម្យ៉ាងច្របាច់ 2. ព្រលឹងរបស់បុលដែលវិលវល់យុវជនបុលដែលបានធ្លាក់ខ្លួនឈឺនិងឆ្កួតវង្វេងនោះបានស្លាប់បាត់បង់ជីវិតប៉ុន្មានឆ្នាំក្រោយមកអ្នកភូមិជឿថាព្រលឹងរបស់គាត់នៅតែវិលវល់នៅជុំវិញភូមិគ្រឹះនោះព្រោះគាត់នៅតែមានភាពភ័យខ្លាចចំពោះដង្ខៅហួននិងមិនហ៊ានទៅចាប់ជាតិជាថ្មីគេតែងតែសំឡេងគាត់យំនិងហៅឈ្មោះដង្ខៅហួននៅពេលយប់ស្ងាត់ 3. បណ្ដាសាលើដីស្រែរាប់រយហិកតារបស់ដង្ខៅហួនបានក្លាយជាដីហួតហែងនិងមិនអាចដាំដុះអ្វីបានអ្នកភូមិព្យាយាមដាំស្រូវនៅលើដីនោះប៉ុន្តែស្រូវតែងតែញាប់បាត់បង់ជីវិតដោយគ្មានមូលហេតុគេជឿថាដីស្រែទាំងនោះត្រូវបានបណ្ដាសារបស់ដង្ខៅហួនដើម្បីកុំឲ្យអ្នកណាម្នាក់អាចប្រើប្រាស់វាបានក្រៅពីខ្លួនគាត់ទីបញ្ចប់នៃកេរដំណែលឈាមរឿងរ៉ាវរបស់ដង្ខៅខ្មោចឆ្នាំ 1965 បានក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់អ្នកភូមិវាបង្ហាញពីគ្រោះថ្នាក់នៃការលោភលន់និងការប្រើប្រាស់មន្តអាគមខ្មៅកេរដំណែលឈាមរបស់ដង្ខៅហួនបានក្លាយជាប្រវត្តិសាស្ត្រដ៏ព្រឺព្រួចមួយដែលគេតែងតែដំណាលត់គ្នារហូតមកដល់សព្វថ្ងៃជាច្រើនឆ្នាំកន្លងផុតទៅរហូតដល់សម័យកាលក្រោយមកទៀតមានត្រាក់ទ័រមួយគ្រឿងបានឈូសឆាយដីត្រង់កន្លែងឃ្លាំងស្រូវដែលបាក់បែកនោះដើម្បីធ្វើផ្លូវស្រាប់តែផុសចេញមកនៅក្រឡាដីដុតធំចំនួន 7 ដែលចងមាត់ដោយសំពត់យន្តពណ៌ក្រហមឆ្អៅទោះបីជាកប់ក្នុងដីរាប់សិបឆ្នាំក៏ពណ៌យន្តនោះមិនប្រែប្រួលឡើយការពិតដ៏រន្ធត់គ្រូសេលម្នាក់ក្នុងភូមិបានមកពិនិត្យហើយបញ្ជាឲ្យគេគាស់ក្រលនោះចេញនៅពេលបើកក្រលទី1គេមិនមែនឃើញមាសប្រាក់ដូចការស្មានឡើយប៉ុន្តែគឺជាលលាដក្បាលមនុស្សដែលមានចាកអក្សរាលើថ្ងាសតាមពិតទៅដង្ខៅហួនមិនមែនត្រឹមតែចិញ្ចឹមខ្មោចឲ្យជួយធ្វើការងារនោះទេប៉ុន្តែគាត់បានប្រើខវិជ្ជាបិទវិញ្ញាណក៏ដោយសម្លាប់មនុស្សជិតស្និទ្ធចំនួន 7 នាក់រួមទាំងភរិយាគាត់ផងដើម្បីយកព្រលឹងមកធ្វើជាកុខ្មោចយាមកំណប់វាដោយសារតែការសូត្រមន្តបិទវិញ្ញាណនេះហើយទើបខ្មោចទាំងនោះមិនអាចទៅចាប់ជាតិបានហើយវិញ្ញាណដង្ខៅហួនក៏មិនអាចទៅណាឆ្ងាយពីក្រទាំង 7 នេះដែរពន្លឺចុងក្រោយនៅយប់ដែលគេដុតបំផ្លាញក្រយន្តទាំង 7 នោះចោលអ្នកភូមិទាំងមូលបានឃើញពន្លឺពណ៌ខៀវដូចភ្លើងគប់ហោះចេញពីដីភូមិគ្រឹះនោះរួចបាត់ទៅក្នុងអាកាសយ៉ាងច្រើនសន្ធឹកសន្ធាប់សំឡេងយំសោកដែលធ្លាប់ពីរាប់សិបឆ្នាំក៏ប្រែមកជាសំឡេងសើចសប្បាយរួចក៏ស្ងាត់ជ្រុងរហូតមកដល់សព្វថ្ងៃដីស្រែដែលធ្លាប់តែហួតហែងក៏ចាប់ផ្ដើមមានស្មៅដុះខៀវស្រងាត់ឡើងវិញជាសញ្ញាបញ្ជាក់ថាក៏បណ្ដាសាដង្ខៅខ្មោចឆ្នាំ 1965 ក៏ត្រូវបានបញ្ចប់ជាស្ថាពរ